đâyថ្ងៃនេះខ្ញុំមានកម្មវិធីមួយមកចងចែករំលែកពុកម៉ែបងប្អូនដែលចង់រកចំណូលបន្ថែមគឺជាមួយកម្មវិធីមួយដែលមានឈ្មោះថា e-card mall គឺជាកម្មវិធីរកលុយបានពិតៗផងដែរសម្រាប់កម្មវិធីនេះកំពុងតែដំណើរការលើទីផ្សារបាន10%ទៅ15%ហើយអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់ដឹងពីការលេងកម្មវិធីនេះបែបម៉េចឬក៏ចង់រកចំណូលបន្ថែមពុកម៉ែបងប្អូនគ្រាន់តែធ្វើការមើលវីដេអូនេះដល់ចប់ហើយបើសិនជាចង់ចូលទៅដល់កន្លែងចុះឈ្មោះគ្រាន់តែអូសខាងក្រោមវីដេអូហ្នឹងពុកម៉ែបងប្អូននឹងឃើញលេង Telegram មួយចុចចូលទៅវានឹងនាំពុកម៉ែបងប្អូនទៅដល់កន្លែងចុះឈ្មោះហើយតែសំខាន់មើលវីដេអូនេះពីដើមដល់ចប់នឹងដឹងពីការលេងហើយនឹងពីការបង្កើតអញ្ចឹងកុំភ្លេចណាជាមួយ e-card មករកលុយបានពិតៗសម្រាប់ការលេងកម្មវិធីនេះពេលដែលយើងចូលមកដល់កម្មវិធីនេះគឺការរកលុយជាមួយកម្មវិធីនេះអត់មានអីពិបាកទេយើងគ្រាន់តែធ្វើការចុចនេះលើប៊ូតុងត្រង់នេះមកដែលវាដោះសោរួចហើយហ្នឹងណាយើងចុចលើនឹងធ្វើម៉េចឲ្យគ្រប់ចំនួន20ដងអញ្ចឹងយើងចុចមកហើយខ្ញុំធ្វើការចុចបាន17ដងហើយគឺបាន46សេនអញ្ចឹងខ្ញុំធ្វើការចុចឲ្យគ្រប់20ដងចុចចឹងមកការរត់លុយជាមួយកម្មវិធីនេះគឺការលេងការចុចគឺអត់មានអីពិបាកទេហើយយើងធ្វើការចុចយកលុយយើងនេះគឺបាន2សេនម្ដងចុចកន្លែងរក្សាទុកនឹងមកហើយយើងចុចថាបញ្ជាក់នឹងមកលុយរបស់យើងនឹងកើនហើយអញ្ចឹងនេះវាឡើងដល់49ហើយអញ្ចឹងយើងធ្វើការចុចឲ្យគ្រប់20ដងចុចដដែលអញ្ចឹងមកឲ្យបាន20ដងឥឡូវបាន18ដងហើយចុចកន្លែងរក្សាទុកដដែលហើយចុចកន្លែងនឹងដដែលមកចុចដដែលបាន20ដងនៅសល់តែម្ដងទៀតទេគឺធ្វើចឹងមកអញ្ចឹងគឺការរកចំណូលពីកម្មវិធីនេះគឺអត់មានអីពិបាកទេគឺស្រួលមែនតើ e-card មកគឺឈ្មោះកម្មវិធីណាហើយនេះជាការរកលុយមួយផ្នែកដែលយើងរកបានដោយខ្លួនឯងក្នុងមួយថ្ងៃគឺយើងរកបានដោយខ្លួនឯងនៅត្រង់ចំណុចហ្នឹងណាលុយយើងទៅនេះកាន់តែច្រើនខ្ញុំបញ្ជាក់នេះលុយយើងទៅនេះកាន់តែច្រើនការឃ្លា20ដងមកយើងនេះក្នុងមួយថ្ងៃចំនួនលុយយើងត្រង់នេះគឺវាបានកាន់តែច្រើនអញ្ចឹងខ្ញុំការដែលខ្ញុំដាក់លុយគឺខ្ញុំដាក់ចំនួន$10អញ្ចឹងការដែលខ្ញុំឃ្លាហ្នឹងដូចជាបាន20សេនឥឡូវហ្នឹងគឺកើនឡើងដល់ឡើង55សេនហើយគឺលើសពាក់កណ្ដាលហើយគឺវាឡើងកើនរហូតដល់លុយយើងទៅនេះកាន់តែច្រើនគឺយើងកន្លែងនេះគឺបានកាន់តែច្រើនតិចអញ្ចឹងអានេះគឺការរកលុយមួយផ្នែកដែលយើងរកបានខ្លួនឯងអញ្ចឹងយើងចេញមកកន្លែងនេះមកដើម្បីទៅមើលពីការរកលុយមួយផ្នែកទៀតយើងចូលត្រង់កាដូនេះមកខ្ញុំប្រាប់ពីកន្លែងរកលុយមួយផ្នែកទៀតចឹងនៅត្រង់កន្លែងនេះគឺសម្រាប់យើងរស់សមាជិកបាន5ដងគឺយើងនឹងទទួលបានរង្វាន់មានវងមូលទៅនេះមួយដើម្បីឲ្យយើងចុចយករង្វាន់ណាពេលដែលយើងរស់ចំនួនសមាជិកមនុស្សដែលអាចឲ្យគាត់ចុះឈ្មោះលេងបានដូចយើងដាក់លុយទៅយើងអាចបានលុយបើគាត់អត់គ្រាន់តែចុះឈ្មោះអត់ដាក់លុយក៏យើងអាចបានដែរអាហ្នឹងខ្ញុំបញ្ជាក់ហើយត្រង់កន្លែងនេះគឺយើងធ្វើការចុចមកនេះវងមូលឡើងនេះពេលដែលយើងគ្រប់5នាក់គឺយើងអាចធ្វើការចុចត្រង់នេះយកលុយបានហើយអញ្ចឹងត្រង់កន្លែងនេះយើងធ្វើការចុចត្រង់សញ្ញាសួរនឹងមកគឺគេនឹងប្រាប់យើងពីការណែនាំសមាជិកហើយក្នុងប្រមាណអ្នកទៅយកបានចំណូលប្រមាណអញ្ចឹងណានេះពីការណែនាំដំបូងដែលខ្ញុំប្រាប់ហ្នឹងគឺពីការយើងរកខ្លួនឯងអញ្ចឹងនេះពីការណែនាំសមាជិកយើងមើលទៅ5នាក់គឺយើងទទួលបាន$8យើងមើលតាមហ្នឹងណាហើយ10នាក់យើងបាន$18 30នាក់បាន$48មើលតាមហ្នឹងទៅឃើញនេះខ្ញុំអូសឲ្យមើលអញ្ចឹងគឺការរកលុយជាមួយកម្មវិធីហ្នឹងគឺបែបហ្នឹងហើយឥឡូវចូលទៅមើលទឹកប្រាក់របស់ខ្ញុំដែលខ្ញុំរកបានតាមពីខ្ញុំលេងមកណាអញ្ចឹងយើងចុចចូលនេះកន្លែងរបស់ខ្ញុំអញ្ចឹងនេះចំនួនលុយរបស់ខ្ញុំទាំងអស់គឺ21.82សេនអញ្ចឹងការដែលខ្ញុំដាក់នេះខ្ញុំដាក់$10ហើយក្រុមហ៊ុនព្រីឲ្យ$2គឺវាបាន$12ហើយខ្ញុំលេងរាល់ថ្ងៃនេះទៅគឺវាកើនបានប៉ុណ្ណឹងអញ្ចឹងគឺថាលុយ$10នេះលុយដែលយើងត្រូវចំណេញនេះគឺយើងចំណេញបាន$11.82សេនអញ្ចឹងគឺបើគិតទៅមួយថ្ងៃយើងបាន55សេនអញ្ចឹង2ថ្ងៃយើងបាន$1ជាងហើយលុយហ្នឹងវានៅប៉ុណ្្នឹងទេគឺវាកើនឡើងរហូតដូចខ្ញុំបញ្ជាក់អញ្ចឹងខ្ញុំចុចបានតាំងពីមួយថ្ងៃ20
សេនរហូតដល់55សេនអញ្ចឹងគឺចំនួនលុយយើងកន្លែងហ្នឹងគឺឡើងរហូតអញ្ចឹងការលេងជាមួយកម្មវិធីនេះគឺអត់មានអីពិបាកទេអញ្ចឹងតិចទៀតខ្ញុំនឹងបង្ហាញពីការបង្កើត account នេះបង្កើតកម្មវិធីនេះរបៀបម៉េចអញ្ចឹងដើម្បីចុះឈ្មោះបានពុកម៉ែបងប្អូនគ្រាន់តែមើលវីដេអូដែលខ្ញុំបានបង្ហោះនេះហើយមើលខាងក្រោមនេះចុចអាខាងក្រោមនឹងមកនេះមកជួរនេះដែលមានអក្សរថាចំនួនអ្នកមើលម៉ោងហើយនឹងមានច្រើនទៀតចុចត្រង់នឹងមកវានឹងនាំយើងទៅដល់កន្លែង link Telegram ដើម្បីបង្កើត account កម្មវិធីហ្នឹងគឺយើងអាចធ្វើការរកលុយបានហើយអាស្រ័យលើពុកម៉ែបងប្អូនចង់ដាក់$5ក៏បាន$10ក៏បានតែយើងដាក់$10ក្រុមហ៊ុនព្រីឲ្យព្រីឲ្យ$2អញ្ចឹងនេះ link Telegram ចុចចូលទៅវានឹងនាំយើងចុះឈ្មោះហើយនេះចុចត្រង់កន្លែង link Telegram មានអក្សរពណ៌ខៀវខាងក្រោមហ្នឹងចុចទៅហើយយើងចុចពាក្យថាអនុញ្ញាតអញ្ចឹងវានាំយើងមកដល់កន្លែង Telegram ហ្នឹងហើយអញ្ចឹងយើងអូសមកធ្វើការអូសចេញមកយើងនឹងឃើញកន្លែងនេះនេះកន្លែងទម្រង់កន្លែងនេះដែលយើងអាចធ្វើការចុះឈ្មោះបានណាអញ្ចឹងយើងចុចចូលត្រង់ហ្នឹងមកនេះដែលមានលេខសម្គាល់នេះ845872ពេលយើងចូលមកដល់ក្នុងក្រុមហ្នឹងគឺយើងត្រូវតែរក link ហ្នឹងឲ្យឃើញដើម្បីធ្វើការចុះឈ្មោះអញ្ចឹងយើងចុចចូល link ហ្នឹងមកអញ្ចឹងដល់ទម្រង់កន្លែងនេះគឺគេឲ្យយើងចុះឈ្មោះហើយអញ្ចឹងត្រង់កន្លែងនេះគឺយើងធ្វើការដាក់លេខទូរស័ព្ទអញ្ចឹងដាក់មកជួរទី1ដាក់លេខទូរស័ព្ទអញ្ចឹងខ្ញុំធ្វើការដាក់លេខទូរស័ព្ទសិន096946អញ្ចឹងជួរទី2នេះគឺយើងដាក់លេខទូរស័ព្ទដូចគ្នាប៉ុន្តែយើងដាក់លេខ0ទេព្រោះឥឡូវយើងដាក់លេខ0រួចហើយអញ្ចឹងយើងដាក់មកដាក់ដូចគ្នាមកដាក់លេខទូរស័ព្ទដែលយើងប្រើប្រចាំថ្ងៃណាអញ្ចឹងយើងដាក់មក976946ហើយត្រង់កន្លែងលេខកូដនេះគឺយើងចន្លោះវាសិនត្រង់កន្លែងនេះគឺយើងធ្វើការចន្លោះវាសិនយើងមកដាក់លេខសម្ងាត់របស់យើងអញ្ចឹងយើងធ្វើការដាក់លេខសម្ងាត់របស់យើងនេះខ្ញុំសូមបញ្ជាក់គឺយើងធ្វើការដាក់ហើយគឺយើងធ្វើការកត់ទុកឬក៏យើងមានTelegram របស់យើងពីរឬក៏ Facebook យើងពីរយើងអាចផ្ញើចូលទៅនឹងទៅដើម្បីរក្សាទុកព្រោះកាលណាយើងបាត់ទូរស័ព្ទអីមួយចឹងទៅគឺយើងអាចធ្វើការលុបចូលបានវិញកាលណាយើងចាំលេខកូដគឺយើងអាចលុបចូលបានទេអញ្ចឹងណាអញ្ចឹងត្រូវតែចាំបញ្ជាក់អញ្ចឹងខ្ញុំធ្វើការដាក់លេខកូដហើយត្រង់កន្លែងហ្នឹងគឺខ្ញុំសូមបញ្ជាក់គេដាក់ធ្វើម៉េចឲ្យបាន6តួណាគឺដាក់អក្សរអង់គ្លេសលាយលេខហើយមានអក្សរតូចអក្សរធំអក្សរអង់គ្លេសណាអញ្ចឹងធ្វើការដាក់មកតែកុំភ្លេចកត់បញ្ជាក់ដាក់ចឹងមកហើយខាងក្រោមហ្នឹងគឺយើងដាក់ដូចគ្នានេះជួរទី2នេះយើងបញ្ជាក់វាមកដាក់ដូចគ្នាមកចឹងបន្ទាប់ពីយើងដាក់លេខសម្ងាត់យើងបញ្ជាក់ឲ្យដូចគ្នារួចហើយយើងធ្វើការចុច tick ទៅនេះឲ្យឡើងពណ៌ខៀវមកហើយបន្ទាប់មកយើងចុចត្រង់នេះដើម្បីទៅយកលេខកូដដែលក្រុមហ៊ុនផ្ញើមកណាផ្ញើមកលេខទូរស័ព្ទយើងមួយណាគឺវាផ្ញើមកលេខហ្នឹងហើយអញ្ចឹងការបង្កើតខ្ញុំនេះគឺលេខទូរស័ព្ទខ្ញុំនៅទូរស័ព្ទមួយទៀតនៅទូរស័ព្ទមួយទៀតអញ្ចឹងយើងចុចបញ្ជូនវាទៅហើយវានឹងផ្ញើសារមកយើងទៅយកលេខកូដនឹងទូរស័ព្ទមួយទៀតអញ្ចឹងវាធ្វើការផ្ញើមកហើយអញ្ចឹងយើងធ្វើការចុចលេខកូដនឹងមក58
ចឹងបន្ទាប់ពីយើងធ្វើការដាក់លេខកូដរួចហើយគឺយើងចុចត្រង់កន្លែងចូលចុះឈ្មោះនឹងមកវាដាក់ថាម៉េចទេលេខកូដទូរស័ព្ទមិនត្រឹមត្រូវចឹងធ្វើម៉េចនេះចឹងគឺដាក់លេខកូដថ្មីម្ដងទៀតខាច់លោលេខកូដយើងអត់ត្រឹមត្រូវវាអត់ឲ្យចឹងខ្ញុំដូរលេខកូដសិនអញ្ចឹងបន្ទាប់ពីខ្ញុំសារដូរលេខកូដក្រុមហ៊ុនមួយសារទេខ្ញុំស្នើសុំលេខកូដម្ដងទៀតគឺថាបានសម្រេចហើយនេះអញ្ចឹងយើងចុចត្រង់អូខេនេះមកអញ្ចឹងការបង្កើតរបស់ខ្ញុំនឹងបានសម្រេចហើយអញ្ចឹងកន្លែងនេះគឺយើងអាចដោះសោបានលុះត្រាណាទីយើងដាក់លុយ$5ក៏បាន$10ក៏បានអញ្ចឹងគឺការដាក់លុយគឺមានអីពិបាកទេតែខ្ញុំសូមបង្ហាញវីដេអូនេះទៅត្រឹមនឹងទេសម្រាប់ការលេងហើយនិងការបង្កើត